เรื่องផ្ទះចុងភូមិនាយប់ដ៏សែនស្ងាត់ជ្រងំមួយខ្យល់រដូវរំហើយបានបក់មកប៉ះស្លឹកឈើបង្កើតបានជាសំឡេងស្រាវស្រើបគួរឲ្យព្រឺក្បាលនៅចុងភូមិដាច់ស្រយាលមួយមានផ្ទះឈើមួយក្នុងដែលគេបោះបាំងចោលជាយូរមកហើយអ្នកភូមិមិនហ៊ានដើរកាត់ទីនោះពេលយប់ជ្រៅទេព្រោះតែល្បីថាមានព្រលឹងខ្មោចស្រីម្នាក់នៅចាំផ្ទះនោះមានយុវជនម្នាក់ឈ្មោះរិទ្ធីដែលទៅតែមកដល់ភូមិនោះដើម្បីសួរសុខទុក្ខជីដនរិទ្ធីជាមនុស្សមិនជឿរឿងខ្មោចព្រៃបីសាយប៉ុន្មានទេហើយតែងតែគិតថាវាជារឿងប្រឌិតសម្រាប់បន្លាចក្មេងៗតែប៉ុណ្ណោះល្ងាចមួយនោះបន្ទាប់ពីហូបបាយរួចជីដូនរបស់គាត់បានហាមគាត់មិនឲ្យចេញទៅក្រៅយប់ជ្រៅជាពិសេសគឺគុំទៅជិតផ្ទះជុំភូមិនោះចៅអើយយប់នេះគុំចេញដើរទៅណាផ្ដេសផ្ដាណាជាពិសេសផ្ទះជុំភូមិនោះមានគេល្បីថាមានខ្មោចឡងសាហាវណាស់ចៅយាយកុំបារម្ភអីខ្ញុំមិនជឿរឿងអត់នឹងទេទោះជាជីដូនហាមយ៉ាងណាក៏ដោយសារតែចង់ដឹងចង់ឃើញនិងចង់បង្ហាញថាខ្លួនមិនខ្លាចរិទ្ធីក៏សម្រេចចិត្តលុបចេញពីផ្ទះនៅពេលដែលជីដូនគាត់ចូលដំណេកលក់បាត់ទៅគាត់ដើរសំដៅទៅផ្ទះចុងភូមិនោះតែម្នាក់ឯងក្រោមពន្លឺព្រះច័ន្ទជាជំនួយនៅពេលដែលរិទ្ធីដើរទៅជិតដល់ផ្ទះនោះខ្យល់ហាក់ដូចជាកាន់តែត្រជាក់ហើយបរិយាកាសក៏កាន់តែស្ងប់ស្ងាត់ខុសពីធម្មតាសូម្បីតែសំឡេងសត្វល្អិតយំក៏មិនឮដែរផ្ទះឈើនោះឈើយ៉ាងស្ងៀមស្ងាត់ហាក់ដូចជាកំពុងតែរំចាំអ្វីមួយយ៉ាងទ្វាររបងរលាកតិចតាមកម្លាំងខ្យល់បង្កើតបានជាសំឡេងក្រោះលួចគួរឲ្យព្រឺឆ្អឹងខ្នងរិទ្ធីលេបទឹកមាត់រួចក៏ដោតចូលទៅក្នុងរបងគាត់ឈរនៅមុខទ្វារផ្ទះដែលបិទជិតគាត់មានអារម្មណ៍ថាដូចជាមានភ្នែកច្រើនគូកំពុងតែសម្លឹងមើលគាត់ចេញពីក្នុងភាពងងឹតភ្លាមនោះគាត់ក៏ស្រាប់តែឮសំឡេងខ្សោយចេញពីក្នុងផ្ទះដូចជាសំឡេងមនុស្សស្រីកំពុងតែខ្សឹបខ្សៀវមានអ្នកណានៅខាងក្នុងទេរិទ្ធីស្រែកសួរទាំងសំឡេងរៀងញ័រតិចគ្មានសំឡេងឆ្លើយតបមានតែសំឡេងខ្យល់បក់វើតរិទ្ធីសម្រិតចិត្តរុនទ្វារនោះទ្វារបានបើកយឺតបង្កើតជាសំឡេងវែងអន្លាយនៅខាងក្នុងផ្ទះងងឹតឈឹងហើយមានក្លិនធូលីនិងក្លិនផ្អូមរិទ្ធីដកទូរស័ព្ទមកបើកភ្លើងពិលហើយចាប់ផ្ដើមដើរចូលទៅខាងក្នុងនៅពេលដែលគាត់ដើរចូលទៅដល់បន្ទប់ទទួលភ្ញៀវគាត់ក៏បានឃើញអ្វីមួយដែលធ្វើឲ្យគាត់ស្ទើរតែគៀងបេះដូងនៅកណ្ដាលបន្ទប់នោះមានអង្រឹងមួយកំពុងតែយកចុះឡើងដោយខ្លួនឯងហាក់ដូចជាមាននរណាម្នាក់កំពុងតែអង្គុយយល់វារិទ្ធីឈររឹងខ្លួនភ្នែកសម្លឹងមើលអង្រឹងនោះមិនដាច់រំពេចនោះសំឡេងយំសោកសង្រេងរបស់មនុស្សស្រីក៏បានបន្លឺឡើងយ៉ាងស្រស់ណោះចេញពីទស្សនាមួយនៅក្នុងផ្ទះនោះសំឡេងនោះកាន់តែខិតជិតមករកគាត់ហើយសីតុណ្ហភាពនៅក្នុងបន្ទប់ក៏ធ្លាក់ចូលយ៉ាងខ្លាំងរិទ្ធីមានអារម្មណ៍ថាព្រឺសម្បួរខ្ញាក់ហើយសក់ក្បាលរបស់គាត់ក៏ចាប់ផ្ដើមឈោះជ្រូងគាត់ចង់រត់ចេញប៉ុន្តែជើងរបស់គាត់ហាក់ដូចជាជាប់គៀងនឹងកម្រាលអ៊ឹតពន្លឺភ្លើងពិលរបស់គាត់ក៏ចាប់ផ្ដើមភ្លឹបផ្លែតនៅចំពោះមុខគាត់ចម្ងាយប្រហែលជា 3-4 ចំហៀនស្រាប់តែលេចចេញជារូបរាងស្រមោលខ្មៅស្រីម្នាក់សក់វែងអនឡាយឈោអោនមុខចុះរិទ្ធីស្រែកឡើងទាំងខិតភ័យហើយក៏ដួលទៅលើអ៊ឹតគាត់ប្រឹងក្រោកខ្លាំងវិញតាំងត្រដាប់ត្រដួលហើយរត់ចេញពីផ្ទះនោះឲ្យលឿនបំផុតតាមដែលអាចធ្វើទៅបានដោយមិនទាំងហ៊ានងាកក្រោយមើលឡើយគាត់រត់មកដល់ផ្ទះជីដូនទាំងដឹងហុកដឹងហើមញាប់ស្អែកមកឡើងស្លែកស្លាំងជីដូនគាត់ដែលភ្ញាក់ដឹងខ្លួនដោយសារសំឡេងរត់របស់គាត់ក៏បានសួរនាំទាំងបារម្ភរិទ្ធីរៀបរត់ប្រាប់រឿងគ្រប់យ៉ាងដែលគាត់បានជួបប្រទះជីដូនគាត់ដកដង្ហើមធំហើយនិយាយថាយាយប្រាប់ហើយថាផ្ទះនោះមានអអ្នកតាម្ចាស់ទឹកម្ចាស់ដីគេថែរក្សាហើយក៏មានប្រលឹងនារីម្នាក់ដែលស្លាប់ដោយអយុត្តិធម៌នៅក្នុងផ្ទះនោះដែរចាប់តាំងពីយប់នោះមករិទ្ធីលែងហ៊ានប្រមាថរឿងខ្មោចព្រាយបិសាចទៀតហើយក៏មិនហ៊ានដើរទៅជិតផ្ទះចុងភូមិនោះទៀតដែរទោះបីជាពេលថ្ងៃក៏ដោយរឿងរ៉ាវដែលគាត់បានជួបប្រទះបានខំណែទៅជាមេរៀនមួយដែលគាត់ចង់ចាំអស់មួយជីវិត
រឿងព្រះសង្ឃនិងអសូរកាយកាលពីយូរលង់ណាស់មកហើយមានព្រះសង្ឃមួយអង្គព្រះនាមភិក្ខុធម្មាព្រះអង្គគង់នៅគុតមួយដ៏ស្ងប់ស្ងាត់ក្នុងវត្តដែលស្ថិតនៅក្បែរព្រៃធំមួយយប់មួយខណៈដែលមេឃងងឹតសួនសុងភិក្ខុធម្មាមានធរាចាំបាច់មួយក៏សម្រេចព្រះតីនិមន្តចេញពីវត្តតែម្នាក់ឯងពន្លឺព្រះច័ន្ទរាត្រីនោះបានចេះចុះតិចតិចឆ្លងកាត់មេឃជាធំធំក្នុងព្រៃធ្វើឲ្យបរិយាកាសកាន់តែអាតកំបាំងភិក្ខុធម្មាបាននិមន្តចូលព្រៃជ្រៅបន្តិចដោយពុំមានសេចក្តីភិតភ័យឡើយតែភ្លាមនោះភ្នែករបស់ព្រះអង្គក៏បានតត់ឃើញរូបភាពដ៏គួរឲ្យរន្ធត់មួយនៅកណ្ដាលព្រៃក្រោមដើមឈើធំមានសាកសមមនុស្សម្នាក់ដេកស្លាប់គួរឲ្យអាណិតហើយនៅក្បែរសាកសមនោះភិក្ខុធម្មាបានឃើញអសូរកាយមួយកំពុងតែស៊ីសាកសមនោះយ៉ាងឆ្ងាយពីសាអសូរកាយនោះមានសម្បល់ខ្មៅស្រអាប់ភ្នែកក្រហមឆ្កៅហើយធ្មេញស្រួយៗរបស់វាប្រឡាក់ទៅដោយឈាមពេលដែលវាឃើញភិក្ខុធម្មាអសូរកាយនោះក៏មានសេចក្តីភ័យខ្លាចឡើយភ្លាមវាគិតថាព្រះសង្ឃអរនេះច្បាស់ជាចង់ដណ្ដើមចំណីរបស់វាជាមិនខានដោយសារតែសេចក្តីភ័យខ្លាចនេះអសូរកាយនោះក៏បានធ្វើរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយគឺវាបានចូលសន្តិដ្ឋក្នុងសាកសពនោះភ្លាមតែម្ដងមិនយូរប៉ុន្មានសាកសពមនុស្សក៏បានងើបឈរយឺតហើយចាប់ផ្ដើមដើរនំរងមករកភិក្ខុធម្មាភ្នែកសាកសពនោះបើកធំសម្លឹងមកព្រះអង្គគួរឲ្យព្រឺសម្បុរភិក្ខុធម្មាដូចជាទ្រង់មានប្រតិរឹងមាំងក៏ទ្រង់មានអារម្មណ៍ព្រឺព្រួយពេលបានឃើញសាកសពនោះដាវសាកសពនោះបានរត់ដេញតាមព្រះអង្គយ៉ាងលឿនចំណែកភិក្ខុធម្មាក៏បានចាប់ផ្ដើមនិមន្តរត់សម្ដេចទៅកាន់វត្តវិញដោយមិនបងអង្គយូរទ្រុឌជំហាននៃការរត់ព្រះអង្គបានសូត្រធម៌ដោយម៉ត់ទទេដើម្បីកុំឲ្យមានការភ័យខ្លាចសាកសពនោះនៅតែបន្តដេញតាមពីក្រោយព្រះអង្គរហូតដល់ព្រះអង្គបាននិមន្តដល់របងវត្តនៅពេលដែលភិក្ខុធម្មាបានឆ្លងផុតកម្រិតរបងវត្តទៀងសាកសពនោះក៏បានឈប់ស្ងៀមមួយរំពេចក្រោយមកភិក្ខុធម្មាបានឃើញអសូរកាយនោះចេញពីសាកសពរត់បាត់ចូលទៅក្នុងព្រៃវិញយ៉ាងលឿនហើយសាកសពនោះក៏បានដួលទៅនឹងដីវិញដូចដើមភិក្ខុធម្មាបានដកដង្ហើមធំដែលក្បីធូរស្បើយព្រះអង្គទ្រង់ជ្រាបថាអសូរកាយនោះខ្លាចបារមីធម៌នេះក្នុងវត្តទើបវាចេញពីសាកសពនោះចាប់តាំងពីពេលនោះមកភិក្ខុធម្មាតែងតែសូត្រធម៌រំដោះវិញ្ញាណសត្វដែលបង្វែងផ្លូវឲ្យបានទៅកាន់សុគតិភពដើម្បីកុំឲ្យពួកវាដើរបៀតបៀនមនុស្សញាទៀតឡើយក្នុងរាត្រីនោះក្មេងទាំងពីរនាក់បងប្អូនចេះតែនាំគ្នាភ័យព្រួយព្រោះយប់កាន់តែស្ងាត់ទៅសត្វខ្លែងស្រាកលលកខ្មោចក៏ចេះតែបញ្ចេញសម្រែកគួរឲ្យព្រឺក្បាលព្រឺស្បែកថ្លៃពីអសារកាយដែលតែងត្រាច់រង្គត់រកសាកសពសត្វព្រៃធ្វើជាអាហារលុះមកប្រទះឃើញខ្មោចនៅក្នុងក្តារមឈូសដែលមិនទាន់បានសីមាការពារនៅឡើយក៏រលាកខ្លួនចូលទៅសក់ក្នុងរូបសពនោះមួយរំពេករឿងព្រេងទាក់ទងនឹងមនុស្សស្លាប់ថ្មីមានរឿងមួយដំណាលថានៅស្រុកមួយជាទីរហោឋានដាច់ស្រយាលអំពីទីប្រជុំជនជាស្រុកសម្បូរដោយឈើព្រៃស្រង់ស្រឿងស្ងាត់ជ្រងំមានអាកាសធាតុត្រជាក់ដោយទឹកសន្សើមនិងឮសូរតែសំឡេងសត្វនានាស្រែកយំគួរឲ្យចាប់អារម្មណ៍នៅតំបន់នោះមានផ្ទះមួយជាជំរកនៃមនុស្ស4នាក់គឺឪពុកម្ដាយនិងកូនប្រុស2នាក់ដែលនៅក្នុងវ័យជំទង់ឪពុកចេញទៅរកស៊ីស្រុកឆ្ងាយយូរទៅវិលមកផ្ទះម្ដងកូនប្រុសទាំង2នាក់នៅជាមួយម្ដាយថ្ងៃមួយជាចៃដន្យអ្វីនាងម្ដាយនោះមានជំងឺជាទម្ងន់ក៏ធ្វើមរណកាលទៅអ្នកស្រុកដែលនៅភូមិជាមួយគ្នាប៉ុន្តែផ្ទះគេនៅឆ្ងាយនាំគ្នាមកជួយធ្វើក្តារមឈូសដាក់សពរួចស្រេចដល់ល្ងាចក៏ត្រឡប់ទៅផ្ទះគេវិញអស់ទៅផ្ទះសពនោះក៏ត្រូវនៅត្រមូចកំព្រាមានតែកូន2នាក់អុជភ្លឹងបំភ្លុងនៅយាមសពម្ដាយរងចាំដល់ភ្លឺនិងបានញាក់ចិត្តខាងមកជួយទៀតឯសពនៅក្នុងក្តារមឈូសនោះពុំតាន់បានពាត់សីមាឬធ្វើកិច្ចអ្វីមួយឡើយព្រោះពេលក៏ខើចនឹងទៅរកអាចារ្យណាក៏ពុំតាន់ណាមួយផ្លូវកាត់ព្រៃហើយត្រូវនឹងពេលប្រលឹបជាពេលដែលសត្វសាហាវចេញរកស៊ីផងក្នុងរាត្រីនោះ
ក្មេងតាំងពីអ្នកបងប្អូនចេះតែនាំគ្នាភ័យព្រួយព្រោះយប់កាន់តែស្ងាត់ទៅសត្វខ្លែងស្រាកលលកខ្មោចក៏ចេះតែបញ្ចេញសម្រែកគួរឲ្យព្រឺក្បាលព្រឺស្បែកថ្លៃពីអសារកាយដែលតែងត្រាច់រង្គត់រកសាកសពសត្វព្រៃធ្វើជាអាហារលុះមកប្រទះឃើញខ្មោចនៅក្នុងក្តារមឈូសដែលមិនទាន់បានសីមាការពារនៅឡើយក៏រលាកខ្លួនចូលទៅសក់ក្នុងរូបសពនោះមួយរំពេកខ្មោចដែលនៅស្ដុកស្ដឹងប្រៀបបាននៅដុំឈើនោះក៏ស្រាប់តែហាក់ដូចជាមានវិញ្ញាណឡើងវិញហើយបំរាស់ប្រវេប្រវាព្រុសប្រាសរកងើបចេញពីក្តារមឈូសកុមារបងប្អូនដេកនៅជិតក្តារមឈូសប្អូនមិនទាន់ដឹងការអ្វីច្រើនក៏ដេកលួសទៅនៅតែកុមារបងដែលចេះតែមានការបារម្ភខ្លាចលក់លឺសូរខ្មោចនោះរើក្រក់ក្រាក់ក្នុងក្តារវាក៏ចេះតែលួចសម្លឹងទៅរកក្តារមឈូសមិនយូរប៉ុន្មានស្រាប់តែខ្មោចនោះអើតក្បាលចេញពីក្តារមកខ្ងក់ម៉ែអើយអើតមកធ្វើអ្វីហ្នឹងកុមារបងឃើញដូច្នោះភ័យណាស់កនប្រាក់ដៃប្អូនអូសរត់ចុះពីលើផ្ទះប្អូនក៏ស្ទុះទៅតាមទៀងសងមើងបងនិយាយបណ្ដើរត់បណ្ដើប្រាប់ប្អូនកុំឲ្យងាកក្រោយឲ្យសោះក្មេងទាំងពីរនាក់រត់ទៅមិនយូរប៉ុន្មានខ្មោចនោះក៏លោតចុះដេញតាមពីក្រោយទៅដែរឃើញដូច្នោះក្មេងទាំងពីរខំរត់សម្ដៅវត្តព្រោះគិតឃើញថាមានតែវត្តទេដែលអាចជួយខ្លួនឲ្យផុតពីភ័យអន្តរាយនេះឯអសុរកាយលុះតាមទៅដល់របងវត្តឃើញសីមាវាមិនហ៊ានចូលក៏ចេញពីរូបសាកសពនោះទៅឯសាកសពនោះក៏រលំដួលដេកជ្រងាងក្នុងទីនោះឯងលុះព្រឹកឡើងព្រះសង្ឃនិងអ្នកស្រុកដឹងរឿងហើយក៏ផ្អើលមកជួឆហើយនាំគ្នាលើកខ្មោចនោះទៅបូជាធ្វើកិច្ចរងាប់ចង្រៃគ្រប់បែបយ៉ាងទៅតាមទម្លាប់ដោយខ្លាចមានហេតុអាក្រក់ជីចៃដុនដូចក្នុងរឿងដំណាលនេះឯងទើបចាស់បុរាណបានបង្កាប់គ្នាឲ្យរៀបរណ្ដាប់ធ្វើកិច្ចផ្សេងៗនិងឲ្យប៉ុតសីមាជាការចាំបាច់ដើម្បីការពារទុកជាមុនកាលបើមានបុគ្គលថ្មីស្លាប់លើផ្ទះអាចារ្យយោគីត្រូវរកទឹកមួយក្អមតូចនិងថ្មមួយដុំតូចហើយអុជធូប3ស្រសៃយកទៅដាក់ជុំជើងបុគ្គលនោះរួចធ្វើឧបកិច្ចការពារកុំឲ្យអសុរកាយវាចូលក្នុងរូបបុគ្គលនោះបានបើមិនធ្វើដូច្នេះទេកាលណាមានសត្វឆ្មាសម្បូរខ្មៅលោតកំឡងបុគ្គលនោះអសុរកាយនឹងចូលក្នុងរូបបុគ្គលនោះពុំខានតែមិនបានធ្វើដូច្នេះទេត្រូវពួតសីមាបើបានពួតសីមាហើយទោះបីមានឆ្មាខ្មៅលោតរំលងក៏មិនថ្មីដែរតាមជំនឿរបស់ខ្មៅថាអសុរកាយជាពួកបិសាចតែងត្រាច់រង្គត់រកស៊ីហើយជួនកោលអាចបន្លាចមនុស្សផងក៏មានទើបគេត្រូវតែការពារបុគ្គលដោយពិធីផ្សេងៗ